ការរៀនមិនមែនគ្រាន់តែប្រឡងឲ្យជាប់ឬទទួលបានសញ្ញាបត្រតែប៉ុណ្ណោះទេប៉ុន្តែវាជាមូលដ្ឋាននៃការរីកចម្រើនរបស់មនុស្សនិងសង្គមជាតិបាទសូមជំរាបសួរទៅដល់បងប្អូនបងប្រុសបងស្រីលោកយាយលោកតាលោកពូលោកមីងក៏ដូចជាសួស្តីទៅដល់បងប្អូនក្មួយសាមសិនទាំងអស់សម្រាប់ពេលប្រទេសដែលកំពុងតែមានការអភិវឌ្ឍក៏ដូចជាមានការរីកចម្រើនទៅលើគ្រប់វិស័យតាមបទភាពជាក់ស្ដែងក្រោមការដឹកនាំរបស់រដ្ឋាភិបាលហើយការរីកចម្រើននោះផងដែរគឺកើតឡើងដោយសារអំពីការប្រើប្រាស់នៅធនធានមនុស្សក៏ដូចជាធនធានថវិកាមួយចំនួនមកដល់ពេលនេះក៏ធ្វើឲ្យប្រទេសមានការអភិវឌ្ឍនិងរីកចម្រើនខ្លាំងទន្ទឹមនឹងការរីកចម្រើននេះផងដែរក៏ដូចជាការប្រើប្រាស់នៅសមត្ថភាពនៅចំណេះដឹងដើម្បីអភិវឌ្ឍប្រទេសមកដល់សប្តាហ៍ថ្ងៃនេះក៏នៅតែមានបងប្អូនខ្លះមួយចំនួនមាននៅតែមានគំនិតទុតិយនិយមក៏ដូចជាគាត់នៅតែមិនទាន់យល់អំពីអត្ថប្រយោជន៍ក៏ដូចជាអត្ថន័យនៅក្នុងការសិក្សាក៏ដូចជាការរៀនសូត្រហ្នឹងឲ្យបានច្បាស់លាស់ឡើយទេអញ្ចឹងដែលជាហេតុនាំឲ្យគាត់នៅតែមានសំណួរមួយចោទថាតើរៀនដើម្បីអ្វីអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនអំពីហេតុផលទាំង9យ៉ាងខ្លះៗដើម្បីជូនទៅដល់បងប្អូនអរគ្នាដើម្បីផ្លាស់ប្ដូរនៅផ្នត់គំនិតផ្លាស់ប្ដូរនៅការគិតរបស់បងប្អូនអរគ្នាងាកមករកការផ្ដល់តម្លៃលើការសិក្សាវិញសូមបងប្អូនជួយចុច Subscribe ក៏ដូចជាចុចសញ្ញាកណ្ដឹងដើម្បីទទួលបាននៅវីដេអូថ្មីៗបន្ថែមទៀតពីខ្ញុំបាទ9ហេតុផលជាក់ស្ដែងដើម្បីបកស្រាយអំពីសំណួរមួយដែលបានសួរថាតើរៀនដើម្បីអ្វីរៀនដើម្បីឲ្យចេះមានន័យថារៀនឲ្យចេះហ្នឹងគឺចេះគិតបាទចេះគិតហ្នឹងគិតមិនចេះគិតចេះពិចារណាចេះរិះរកហេតុផលចេះរកហេតុនិងផលមិនងាយជឿតាមគេហើយក៏មិនងាយចាញ់បោកគេដែរបាទអញ្ចឹងកាលណាយើងចេះហើយយើងចេះពិចារណាឲ្យថាអ្វីដែលគេនិយាយមកតើវាពិតទេបាទយើងយកមកពិចារណាសិនបាទមួយទៀតគឺចេះរស់បាទចេះរស់ហ្នឹងគឺមានថាចេះរស់នៅក្នុងសង្គមមានថាជាក់ស្ដែងនៅក្នុងសង្គមរបស់យើងសប្តាហ៍ថ្ងៃបែបណាគឺយើងចេះសម្របខ្លួនបាទចេះសម្របខ្លួនទៅនឹងបរិយាកាសឬក៏ស្ថានភាពជាក់ស្ដែងរបស់សង្គមរបស់យើងទោះបីជាមជ្ឈដ្ឋានជុំវិញយើងបែបណាទោះបីជាអ្វីដែលយើងរស់នៅក្នុងបរិយាកាសបែបណាក៏យើងអាចនឹងសម្របខ្លួនទៅនឹងស្ថានភាពនោះផងដែរមួយទៀតគឺចេះចេះគ្រប់គ្រងបាទចេះគ្រប់គ្រងហ្នឹងគឺសំដៅទៅលើការងារចេះសំដៅទៅលើការចេះគ្រប់គ្រងអារម្មណ៍បាទមិនខឹងឆេវឆាវមិនចេះតែធ្វើអ្វីទៅតាមអារម្មណ៍របស់យើងហើយចេះគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនឯងក្នុងគ្រួសារទៀតមួយទៀតគឺចេះបែងចែកបាទចេះបែងចែកហ្នឹងគឺសំដៅទៅលើការចេះបែងចែកអ្វីដែលខុសអ្វីដែលត្រូវស្គាល់ខុសស្គាល់ត្រូវអ្វីដែលគួរធ្វើអ្វីដែលមិនគួរធ្វើមានសុភាសិតមួយឃ្លាបាននិយាយថាមនុស្សមិនចេះប្រៀបបាននឹងមនុស្សដែលងឹតភ្នែកទាំងសងខាងទាំងមេឃនៅភ្លឺចេះរៀនដើម្បីជំរឿសជីវិតបាទអញ្ចឹងមានសុភាសិតមួយឃ្លាបានពោលថាយើងមិនអាចជ្រើសរើសកន្លែងដែលយើងកើតបានទេក៏ប៉ុន្តែយើងអាចជ្រើសរើសនិងកែប្រែជោគវាសនារបស់យើងដោយផ្ដោតទៅលើរឿងមួយយ៉ាងគឺប្រឹងរៀនបាទអញ្ចឹងនៅក្នុងការបកស្រាយការរៀនដើម្បីជំរឿសជីវិតនេះគឺទី1សេរីភាពនៅក្នុងការជ្រើសរើសការងារកាលណាដែលយើងមានសមត្ថភាពយើងអាចរើសការងារណាដែលយើងស្រឡាញ់ការងារណាដែលសមរម្យសម្រាប់យើងធ្វើទៅយើងធ្វើមិនមែនការងារណាឲ្យតែយើងធ្វើបានការងារអីក៏យើងធ្វើឲ្យដើម្បីដោះស្រាយតែជីវភាពឬមួយក៏អីម្យ៉ាងទេមួយទៀតគឺសេរីភាពក្នុងការកំណត់ម៉ោងនិងកំណត់ទីតាំងកន្លែងធ្វើការងារបាទអញ្ចឹងពេលខ្លះបងប្អូនខ្លះគាត់ធ្វើការងារគាត់ថា24ម៉ោងឬមួយក៏12ម៉ោងដែលគាត់ធ្វើការងារដោយគ្មានពេលសម្រាកគាត់ខំប្រឹងតែធ្វើតែមួយយ៉ាងគឺដើម្បីបំពេញការងារឲ្យគ្រប់ម៉ោងហើយដើម្បីបានប្រាក់ខែដើម្បីត្រឡប់មកដោះស្រាយជីវភាពគ្រួសារក៏ប៉ុន្តែប្រសិនបើគេអ្នកចេះខ្ញុំលើកឧទាហរណ៍មួយថាប្រសិនបើប្រពន្ធខ្លះអ្នកខ្លះគាត់ចេះសរសេរកូដបាទសរសេរគាត់រៀន IT ណាបាទគាត់រៀន IT អញ្ចឹងគាត់សរសេរកូដគាត់សរសេរ program អំពីកម្មវិធីគ្រប់គ្រងហាងកាហ្វេម៉ាតឬមួយការគ្រប់គ្រងតាមសាលារៀនឬក៏ស្ថាប័នឯកជនផ្សេងអញ្ចឹងបើគាត់អ្នកចេះគឺគាត់មិនបាច់ចាំទៅអង្គុយធ្វើការនៅកន្លែង office ផងក៏បានដែរគាត់អង្គុយធ្វើការនៅតែផ្ទះរបស់គាត់អង្គុយធ្វើការតែនៅកន្លែងហាងកាហ្វេក៏គាត់អាច
ធ្វើការងារនឹងបានហើយបានប្រាក់កម្រៃច្រើនទៀតបាទនេះនិយាយពីសេរីភាពក្នុងការកំណត់ម៉ោងអញ្ចឹងម៉ោងណាដែលគាត់ចង់ធ្វើបានហ្នឹងមួយថ្ងៃគាត់អាចធ្វើ1ម៉ោងក៏បានដែរមិនមែនចាំបាច់តធ្វើ20ពី12ម៉ោងឬមួយក៏24ម៉ោងអីទេបាទឬក៏8ម៉ោងអីទេគឺគាត់កាលណាគាត់ចេះហើយគាត់ទទួលគម្រោងមកបាទគាត់យកមកអង្គុយសរសេរកូដនៅផ្ទះរបស់គាត់ក៏បានដែរនៅក្នុងហាងកាហ្វេក៏បានដែរបាទកន្លែងណាក៏បានឲ្យគាត់អាចសិក្សាបានបាទអញ្ចឹងគាត់មានពេលវេលាច្រើនទៀតមួយទៀតគឺសេរីភាពនៅក្នុងការជ្រើសរើសប្រាក់ចំណូលនិងតម្លៃខ្លួនមានន័យថានៅពេលដែលយើងចេះយើងអាចទៅចរចាជាមួយនឹងបាទនយោជកសំដៅទៅលើតកែណាបាទតកែក្រុមហ៊ុនដែលគាត់ជួលយើងទៅថាយើងគាត់ឲ្យប្រាក់ខែប្រមាណឬក៏ឲ្យប្រាក់កម្រៃប្រមាណឧទាហរណ៍ថាប្រសិនបើយើងខ្ញុំលើកឧទាហរណ៍ការសរសេរកូដដដែលប្រសិនបើយើងចេះសរសេរកូដនៅក្នុងកម្មវិធីមួយកូដនៅក្នុងកម្មវិធីគ្រប់គ្រងទីតាំងទីកន្លែងក្រុមហ៊ុនរបស់គាត់ការគ្រប់គ្រងបុគ្គលិកការគ្រប់គ្រងស្តុកការគ្រប់គ្រងអីផ្សេងៗទៀតប្រសិនបើគាត់ចេះគឺគាត់អាចកំណត់ថ្លៃបានបាទកំណត់ថ្លៃបានថាគាត់ចង់បានតម្លៃប៉ុណ្ណេះបាទអញ្ចឹងម្ចាស់ក្រុមហ៊ុនទោះបីជាចង់ពេលខ្លះគាត់អ្នកផ្សេងទៀតអត់បានអីចឹងណាអញ្ចឹងការចេះរបស់យើងគឺជាអត្តភាពអញ្ចឹងណាបាទជាអត្តភាពហើយមួយទៀតក្នុងពេលខ្លះបុគ្គលិកខ្លះជាបុគ្គលិកឆ្នើមអញ្ចឹងឧទាហរណ៍ថាមានបុគ្គលិកខ្លះគាត់កាន់ IT នៅគាត់ចេះ IT ហើយក្រុមហ៊ុនខ្លះគាត់ត្រូវការជួល IT ម្នាក់ដើម្បីមកកាន់អញ្ចឹងមិនប្រកាសថាបងប្អូនទាំងអស់សុទ្ធតែចេះ IT ទេអញ្ចឹងអ្នកដែលចេះ IT បាននេះគឺគាត់ទៅឈរនៅកន្លែងប្រចាំការហ្នឹងដើម្បីគាត់គ្រប់គ្រងមើលប្រព័ន្ធទាំងប្រព័ន្ធអ៊ីនធឺណិតទាំងប្រព័ន្ធកម្ម Wi-Fi ទាំង network អីផ្សេងគឺគាត់គ្រប់គ្រងនៅហ្នឹងបានអញ្ចឹងគាត់អាចគ្រប់គ្រងគាត់អាចចរចានៅតម្លៃបានហើយបាទគាត់អាចចរចានៅតម្លៃបានហើយអញ្ចឹងតម្លៃខ្លះដែលគាត់អាចថាមាន500មាន1000មាន700មាន1500អីចឹងទៅណាបាទអញ្ចឹងតាមដោយកន្លែងតាមស្ថាប័នឬក៏តាមអង្គភាពខ្លះដែលតូចធំអីចឹងណាបាទសេរីភាពមួយទៀតគឺសេរីភាពនៅក្នុងការជ្រើសរើសបរិស្ថានក្នុងការរស់នៅដែលសមរម្យបាទមានថាគាត់អាចជ្រើសរើសកន្លែងមានថាបងប្អូនទាំងអស់គ្នាក៏អាចមានជ្រើសរើសសិទ្ធិជ្រើសរើសដែរក៏ប៉ុន្តែសិទ្ធិជ្រើសរើសមានថាគាត់មានធនធានគាត់មានសមត្ថភាពអញ្ចឹងទោះបីជាគាត់នៅកន្លែងណាក៏បានដែរអញ្ចឹងខ្ញុំនិយាយពាក្យមកថាមនុស្សដែលចេះគឺនៅកន្លែងណាក៏បានដែរនៅកន្លែងណាក៏រស់ដែរមិនស្លាប់ទេខ្ញុំលើកឧទាហរណ៍មួយថាគាត់ចេះគាត់ចេះដេរគាត់ចេះផាត់មុខគាត់ចេះធ្វើសាឡនណាបាទគាត់ចេះជាងជួសជុលមញ៉េទូរទស្សន៍អីចឹងទៅខ្ញុំលើកឧទាហរណ៍ថាបងប្អូនខ្លះគាត់ធ្វើជាងមញ៉េទូរទស្សន៍តែគាត់នៅក្នុងបាទប៉ុន្តែក៏នៅតែមានអ្នកខ្លះជិះទៅរកបាទក៏នៅតែមានអ្នកខ្លះជិះកង់ជិះម៉ូតូទៅរកគាត់នឹងទៅដល់កន្លែងទៀតទោះបីជាគាត់នៅក្នុងមិនក៏ដោយបាទនេះហើយគឺជាគាត់អាចជ្រើសរើសបរិស្ថានក្នុងការរស់នៅបើសិនបើកន្លែងមួយដែលគាត់នៅថាមើលទៅវាមិនសមរម្យសម្រាប់គាត់នៅគាត់អាចរើសទីតាំងគាត់អាចទៅនៅកន្លែងផ្សេងទៀតបានហើយការដែលនៅកន្លែងណាក៏ដោយដូចខ្ញុំបញ្ជាក់ថានៅកន្លែងណាក៏គាត់អាចរស់ដែរដោយសារតែគាត់ជាមនុស្សដែលចេះរៀនដើម្បីដើរទៅរកក្តីស្រមៃមានន័យថាការរៀនសូត្រគឺជាការអភិវឌ្ឍខ្លួនដោយមានគោលដៅច្បាស់លាស់ដើម្បីទទួលបាននៅចំណេះដឹងចំណេះធ្វើនៅបទពិសោធន៍បាទដែលចាំបាច់សម្រាប់សម្រេចនៅក្តីស្រមៃរបស់យើងនិងក្តីប្រាថ្នារបស់យើងពិតប្រាកដឧទាហរណ៍ថាបងប្អូនអ្នកគ្នាចង់ធ្វើជាគ្រូបង្រៀនអញ្ចឹងបងប្អូនអ្នកគ្នាត្រូវអភិវឌ្ឍខ្លួនទៅលើសមត្ថភាពទៅលើមុខវិជ្ជាដែលបងប្អូនចង់ធ្វើឧទាហរណ៍ថាបងប្អូនចង់ធ្វើជាគ្រូបង្រៀនមុខវិជ្ជាភាសាខ្មែរអញ្ចឹងបងប្អូនត្រូវផ្ដោតទៅលើមុខវិជ្ជាភាសាខ្មែរនឹងឲ្យច្រើនណាទៅលើមុខវិជ្ជាសង្គមនឹងឲ្យច្រើនណាប៉ុន្តែប្រសិនបើបងប្អូនអ្នកគ្នាចង់ធ្វើជាគ្រូពេទ្យបាទចង់ធ្វើជាគ្រូពេទ្យបងប្អូនអ្នកគ្នាត្រូវផ្ដោតទៅលើមុខវិជ្ជាសំខាន់ដែលជាមុខវិជ្ជាវិទ្យាសាស្ត្របាទវិទ្យាសាស្ត្រដែលសំខាន់ដូចជាគណិតរូបគីមីជីវៈនេះជាដើមហើយមួយទៀតគឺបងប្អូនត្រូវផ្ដោតទៅលើចំណេះដឹងពាក្យព័ន្ធជុំវិញទៅនឹងវិទ្យាសាស្ត្របាទវិទ្យាសាស្ត្រពេទ្យនឹងជាដើមណាដើម្បីអាចសម្របខ្លួនទៅនឹងបានអញ្ចឹងយើងរៀនយើងផ្ដោតទៅលើហ្នឹងបាទមួយទៀតប្រសិនបើយើងចង់ខ្លាយជាវិស្វករពួកយើងត្រូវបងប្អូនអ្នកគ្នាត្រូវផ្ដោតទៅលើមុខវិជ្ជាគណិតវិទ្យានិងរូបវិទ្យាដ៏សំខាន់បាទនិងជំនាញផ្សេងទៀតពាក់ព័ន្ធទៅនឹងស្ថាបត្យកម្មអីចឹងទៅដូច្នេះការរៀនដើម្បីដើរទៅរកក្តីស្រមៃគឺជាការខិតខំប្រឹងប្រែងប្រមូលនៅបាទសំនៅចំណេះដឹងចំណេះធ្វើនិងបទពិសោធន៍បាទដើម្បីដើរទៅរកក្តីស្រមៃពីយើងនឹងឯងក្តីស្រមៃនឹងកាន់តែខិតមកចិត្តយើងនៅពេលដែលយើងមិនឈប់រៀន
nâng nợ phê để dương mình bóc bong cam chơi diệm riêng nằm bay chết đo sai pa nhà chết phải rô cô này pa nhà mình tha mình men chết tại vì chạy mình men con ta khơi hai chết tại vì chạy phim thêm thế cứ quát ai chết đi rô nợ rư cô đam hay này pa nhà tại cả lần một vị ấy bật quát hai đừng chiên từ đó cả đo sai vì chừng lạnh nút tạm chừng hiền chết bồng bay pa nhà thông thôi chứ pa nhà tôi chẳng mình đâu để chết miền Nam tụi bây chỉ có chụp được qua nhà thông cả đời cái can thông và con cả đời còn ai bóng bay cái ca nó tôi chia cái ca tôi bạn đã ai phơ dịp nay bàn đầm bay sầm rách nơi cô nó thùng mới tiết cứ mình to cho nơi pe cho bị bạt miền Nam chơi đi rô vị thi đọc sai chơi rô vị thi top tô đừng to tô đừng qua nhà đây con gặp công tại chụp tiền chỉ là mỗi tiết ai cai prai qua nhà từ chiều cả miền Nam mà đâu để chết cứ con ai mơ khơi nơi ở cả nơi ở vậy để chung quanh phun quạt nơi chung quanh phun quạt nó còn ai mơ khơi ở cả và chỉ nói trong này là chỉ ở cả chẳng khi ai sầm lăng mơ khơi mà ai sầm lăng mơ thà vậy để chỉ ở cả mà còn tây khác pa nhà khác group bị bắt khác vì ai khai từ chia vì ai khai từ chia ở cả rồi bỏ dương phòng này riết nằm bay luôn ai cứ ca co sang nơi tầm nồng chất nâng phép chứ chuyện được luôn ai tôi bay chia dương mẹ để chơi hay tôi bay giờ có thật là trong sàn phép đẹp nào cả đời có con ai cướp krong luôn ai bàn còn ai cướp krong sàn ca mười nâng bàn mới thiết cứ co sang nơi đầm lấy nâng ao cross miệng luôn ai đâu pe để con chụp nơi panh ha xây nhà cả đói chẳng chụp nơi panh nhà ha cái đây cái đam nạp xây cái đó dùm được thì họ cái đam chẳng con có ai pra nơi mặt phép nơi chụp nát đăng nơi ở quay để con flop riêng nơi chụp bắp em xem chẳng còn ai từ lọp bọ mà quỳnh bàn mới thiết cứ bận son tốc nơi cổng đất bà bận son tốc nơi mua đọ cổng đất nâng sna đây là art xong là bỏ dương phong này miền Tha nơi pe để dương còn ra luôn bàn vì phép đây mình check để dương thật là trong cua sa mũi đại miền tùng nô tờ lơ mình bắt đo tầm lại tờ lơ ca nghe riến còn ai nơi pe để dương riêng hai dương bàn trồng cháy chẳng cua sa nú bà nâng khai nâng đô thoát cầm đất bạc quát nâng đô cặp cái da bạc quát bọ mà đó ca riêng mình chắc trong lượng thì họ có miếng cua sa khạc quát bắt đo tầm lại lơ ca nghe riến đời xa tại chung vĩnh và than bạc quát nó cứ on miền riêng thế chẳng quát cứ quát cắt không prang prai riêng bạc quát nơi pe để quát riêng ba chục cháy chẳng bà để bắt chung vĩnh bạc quát nắng hai nâng sầm piết chung vĩnh bạc quát nắng hay nâng ngập nó cầm đất bạc quát nắng có quát bàn phlạc đồ này và con nâng bàn phlạc đồ để xa ta mình men cả riêng từ ắt bị giao tê hơi men riêng nắng to tại dương nè miên từ ai riêng trái đài hay miêu tiết men to dương miên sai nắng từ dương ai khai từ chia nè miên càng nghe thưa rư môi cò khai chia đầm này thành nặng 50 tỷ bản chân dương ai plak đồ bản riêng đầm bay tiên dung là cần vô nâng dịch đây thay nổ chân ca riêng đầm bay tiên dung là cần vô nâng dịch đây nổ cứ nơi trong thả tim mũi cứ dương co sang nơi đầm lại luôn đời trên pi mặt hiệp của con ai nhưng lần thì họ đôi nhà mình chỉ nói càng người mình chứng tha ca để dương khách không trăng trai riến ca để dương mình riến dương khai từ chi mình đôi môi đây mình trái hai dương còn mình đang tha thở thua ấy vẫn còn cô đại qua loài còn đây là về để dương trái dương ai cũng nát cô đại bảo dương bán dương riến hai dương bán trông chơi được nông chỉ vật được con ca thì bởi dương miền ca nghi phơ dương miền tận nặng nâng tuần ti nam môi để dương ai từ tôi vô bán cứ thả xong rung được nông giờ công hái chắc này anh đang hai cứ chia có thể vô bảo dương được ban một tam đài tam là dạ ca riêng ngày mới tiết bắn son túc nơi cây mua lọ nâng cái yếu đó cô xả và chân như tha nô pe để dương chia mà đâu một nét đây miền càng nghe môi bạc lo miền tủn ti bạc lo nơi trong sự công đại chia bẩm ra càng nghe rót tây để ca thêm đôi chia bẩn đôi chia phê đôi chia vi phạm co ấy dươngคือchìm nút đã chạy dương vi phạm phép chân cô xa và con chỉ mình mô tả phép chìm môi dương hai chân cái và con chia nâng ao đầm lại dùng cô xa phòng dương phòng đài bà chụp lên ó con là cụ phết nè bà là cụ phết nô bà ó bong doctor này doctor nô bà chắc là cái nhé chắc cruza này dương cruza bảo dương nâng miên cái tự giúp là tam nâng đài riêng đầm bay protein chết chắc ca riêng đầm bay protein chết nâng miên tha nô pe để dương bà nô pe để dương riêng tới chết dương và con chỉ miên dương thực khai tới chi mình đúc đại miên thôn thiền cái áo thả thôn thiên mà đúc chẳng mình đúc đại miên thôn thiến mình men sầm đau từ lơ mình đúc đại miên lôi trà miên trọp trà này cứ sầm đau từ lơ mình đúc để chạy chẳng thôn thiến mình đúc cứ sầm đau từ lơ mình đúc đại miên sầm mặt phiệp chạy chấm này nương chấm niên nương bắp bị sót càng nghề
chẳng con ai chu luôn mấy cái chu luôn nó không ca ai bị vọt thôn thêm mà đâu chẳng con chết con ai vô chùm này chùm đằng quạt đằng vô từ tê vô từ bằng hạt vô từ bằng riêng vô từ bằng hai và to từ đó nè chùm đón cao đầm bầy ở phụ quạt đằng vô chùm này chùm đi để dễ miếng đằng vô từ pra to và vô từ pra to chẳng miền Hà dương cứ đa tuần tí chuyện mấy bị vọt thôn thêm mà đâu rồi mà đâu nó chạy tràn mũi tiết đầm bầy lên của po sẽ cái chuyện và lớp còn là dương hiến số hai đây ban triểnលើកំពស់សេដ្ឋកិច្ចជាតិមានន័យថានៅពេលដែលយើងនិយាយទៅចេះយើងមានជំនាញយើងអាចបើកជាមុខរបរយើងអាចបើកជាអាជីវកម្មយើងអាចបើកជាក្រុមហ៊ុនណាមួយយើងអាចបើកជារោងចក្រប្រជាពលរដ្ឋនឹងប្រកាសជាមានការងារធ្វើបាទអាចឲ្យប្រជាពលរដ្ឋគាត់មានការងារធ្វើដោយសារតែយើងទី2បន្តទៅប្រជាពលរដ្ឋមានការងារធ្វើហើយយើងក៏បាននៅផលិតផលនាំចេញទៅស្រុកក្រៅបាទនាំចេញទៅស្រុកក្រៅហើយបានបងពុនចូលទៅក្នុងរដ្ឋអញ្ចឹងទោះបីជាយើងនាំចេញនាំចូលក៏យើងមានបងពុនខ្លះទៅចូលរដ្ឋអញ្ចឹងហើយគឺជាចំណែកនៃការកសាងបាទសេដ្ឋកិច្ចជាតិផងដែរមួយទៀតគឺកាត់បន្ថយភាពក្រីក្រនិងបញ្ហាសង្គមអញ្ចឹងមានថានៅពេលដែលយើងបានបណ្ដុះបណ្ដាលយើងបានបើកក្រុមហ៊ុនអញ្ចឹងយើងបានចូលរួមកាត់បន្ថយនូវភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋអញ្ចឹងបងប្អូនប្រជាពលរដ្ឋខ្លះគាត់បានមកធ្វើការងារនៅកន្លែងយើងអញ្ចឹងគាត់បានការងារធ្វើគាត់មានប្រាក់ខែអញ្ចឹងគាត់អាចយកប្រាក់ខែទាំងនោះទៅដោះស្រាយជីវភាពគ្រួសាររបស់គាត់អាចពង្រីកអាជីវកម្មរស់ស៊ីរបស់គាត់មុខរបររបស់គាត់អាចទិញឡានគាត់អាចទិញម៉ូតូគាត់អាចទិញផ្ទះគាត់អាចសាងសង់នៅអាគារធំសម្រាប់ការរស់ស៊ីរបស់គាត់នឹងជាដើមផងដែររៀនដើម្បីធ្វើជាគំរូល្អនឹងការអប់រំកូនអញ្ចឹងមានថាពេលខ្លះការបដៅកូនការអប់រំទូនមានកូនអញ្ចឹងប្រសិនបើយើងមិនបង្ហាញអំពីអ្វីដែលយើងអនុវត្តពិតប្រាកដទេអញ្ចឹងយើងបានត្រឹមថាតែមួយមាត់បានត្រឹមថាតែមាត់អញ្ចឹងយើងមិនបានបង្ហាញឲ្យគាត់ឃើញថាអ្វីដែលយើងធ្វើនោះបានជោគជ័យប្រាកដនោះទេអញ្ចឹងកូនប្រាកដជាមិនអាចជឿទេគាត់មិនអាចជឿទេខ្ញុំលើកឧទាហរណ៍ថាសម័យជំនាន់ពលពតបងប្អូនលោកយាយលោកតាចាស់គាត់ធ្លាប់ឆ្លងកាត់គាត់និយាយប្រាប់ក្មេងៗក៏មានក្មេងខ្លះជឿប៉ុន្តែក៏មានក្មេងខ្លះមួយចំនួនក៏គាត់អត់ជឿដែរដោយសារតែគាត់អត់ឃើញបាទដោយសារតែគាត់អត់ឃើញអញ្ចឹងការដែលបង្ហាញឲ្យគាត់ឃើញជាក់ស្ដែងនោះគឺជាទឹកតាំងមួយគឺជាផុសតាំងមួយដែលគាត់ឃើញថាអូអានេះភាពពិតជាក់ស្ដែងគឺត្រូវអញ្ចឹងបាទអញ្ចឹងធ្វើជាគំរូដល់គាត់មានថាខិតខំប្រឹងប្រែងរៀនសូត្រដើម្បីទទួលបាននៅលទ្ធផលឬក៏ប្រើប្រាស់នៅសមត្ថភាពនៅចំណេះរបស់យើងដើម្បីពង្រីកនៅជីវភាពគ្រួសារឬក៏សក្តានុពលនៃរបស់យើងគាត់ដែរមួយទៀតគឺបង្កើតបរិយាកាសនៃការសិក្សានៅក្នុងគ្រួសារអញ្ចឹងយើងជាឪពុកម្ដាយយើងត្រូវតែបង្ហាញថាយើងជាអ្នករៀនសូត្រយើងត្រូវតែរៀបចំនៅបរិស្ថាននៅផ្ទះយើងទៅថាយើងត្រូវតែមានកន្លែងសម្រាប់ការអង្គុយរៀនរបស់យើងខ្លួនឯងផងដែរបង្ហាញថាអូយើងកំពុងតែអង្គុយរៀនអញ្ចឹងយើងប្រាប់ឲ្យកូនរៀនយើងប្រាប់ថាឲ្យកូនរៀនប៉ុន្តែយើងអត់អង្គុយរៀនទេយើងអង្គុយលេងទូរស័ព្ទយើងអង្គុយធ្វើអីផ្សេងយើងទៅធ្វើអីផ្សេងក្រៅអំពីនិយាយទៅប្រច្រាស់គ្នាឲ្យកូនរៀនតែយើងអត់នាំគ្នាជំរុញទៅលើឬក៏នាំកូនរៀនទេអញ្ចឹងហេតុផលមួយនេះគឺយើងមិនអាចជំរុញកូនឲ្យទៅរៀនបានទេមួយទៀតបណ្ដុះស្មារតីស្រឡាញ់ការសិក្សារបស់កូនអញ្ចឹងខ្ញុំលើកឧទាហរណ៍ដូចខាងលើមិញអញ្ចឹងថាប្រសិនបើយើងរៀនហើយបានលទ្ធផលល្អកូនប្រកាសជាខិតខំប្រឹងប្រែងរៀនដូចគ្នាហើយពីព្រោះគាត់បានឃើញថារៀនទៅពិតជាបានផលមែនរៀនទៅពិតជាបានស៊ីមែនមិនមែនរៀនឲ្យចោលទេមួយទៀតមានសមត្ថភាពតម្រង់ទិសនិងជួយបង្រៀនកូនបានអញ្ចឹងមានថានៅពេលដែលគាត់ធ្លាប់រៀនគាត់ដឹងពីបទពិសោធន៍គាត់មានបទពិសោធន៍គាត់ដឹងថានៅពេលដែលរៀនហើយទៅអនាគតគាត់ត្រូវមានផែនការមិនអញ្ចឹងជួយកូននៅក្នុងការរៀនកំណត់គោលដៅជីវិតរបស់គាត់ហើយជួយបរៀនកូនបាទអញ្ចឹងខ្ញុំលើកឧទាហរណ៍ថាដូចបងប្អូនខ្លះគាត់ថាបរៀនកូនយ៉ាងម៉េចបើគាត់អត់ចេះផងនឹងហើយជាហេតុផលបាទនឹងហើយជាហេតុផលថាសួរថារៀនដើម្បីអីមួយទៀតគឺដើម្បីផ្ទេរនៅមរតកគំនិតដល់កូនអញ្ចឹងដូចខ្ញុំបាននិយាយពីដើមថាមានគ្រួសារខ្លះគាត់អត់ផ្ដល់តម្លៃលើការងារនេះដោយសារតែគាត់មើលឃើញថាមិនឋានជុំវិញដែលគាត់រស់នៅហ្នឹងគឺរៀនទៅវាអត់ប្រយោជន៍រៀនទៅមិនដឹងថាប្រឡងការងារអីចប់មិនដឹងថារកការងារអីធ្វើបានតតែមានខ្សែតតែមានវល្លិតតែមានមានបាក់មានពួកទើបអាចរៀនទៅបានការងារធ្វើអញ្ចឹងទេរៀនអត់ប្រយោជន៍ទេបានអត់តលុយអត់ប្រយោជន៍ទេអញ្ចឹងមិនបាច់រៀនទេឈប់រៀនទៅហ្នឹងណាអញ្ចឹង
នៅពេលដែលយើងបានបង្ហាញអំពីភាពជោគជ័យរបស់យើងបានបដូរនៅផ្នត់គំនិតរបស់បងប្អូនយើងជាគ្រូដូចជាគ្រូសាស្ត្ររបស់យើងដូចជាមជ្ឈដ្ឋានជុំវិញរបស់យើងក៏ដូចជាផ្ដល់នៅមរតកគំនិតដល់កូនផងដែរថារៀនទៅពិតជាបានល្អនិងបានជោគជ័យក៏ពិតមែនបើទោះជាបានមិនអាចខ្លាយជាអ្នកមានក៏ប៉ុន្តែខ្លាយទៅជាមនុស្សដែលចេះមិនងងឹតទាំងថ្ងៃផងដែររៀនដើម្បីកែប្រែជោគវាសនាខ្លួនឯងនិងគ្រួសារថាគាត់អាចមានសមត្ថភាពដើម្បីទៅរកចំណូលបានដោយប្រើប្រាស់នៅជំនាញប្រើប្រាស់នៅសមត្ថភាពរបស់គាត់ដើម្បីទៅដូរយកនៅប្រាក់នៅប្រាក់ចំណូលនៅក្នុងគ្រួសារដូចជាគាត់បើកអាជីវកម្មដូចជាគាត់បើកក្រុមហ៊ុនដូចជាគាត់បើកសាលារៀនបលបយផ្សេងៗបាទដែលគាត់អាចប្រើប្រាស់នៅជំនាញរបស់គាត់នៅចំណេះរបស់គាត់ជាក់ស្ដែងមួយទៀតគឺលើកកម្ពស់ជីវភាពគ្រួសារនិងសេដ្ឋកិច្ចគ្រួសារអញ្ចឹងដូចខ្ញុំលើកពីដើមថានៅពេលដែលគាត់ចេះហើយគាត់មានសមត្ថភាពគាត់អាចទៅរកការងារធ្វើបានការងារល្អមានប្រាក់ខែខ្ពស់អញ្ចឹងគាត់អាចយកមកហ្នឹងពង្រីកបាទគឺឧត្តមភាពនៃគ្រួសារបាទមួយទៀតគឺកសាងនៅកិត្តិយសនិងមុខមាត់ជូនតកូលមានន័យថាយើងឃើញថាជាក់ស្ដែងណានៅពេលដែលបងប្អូនទាំងអស់គ្នាខ្លាយទៅជាមនុស្សដែលមានសេដ្ឋកិច្ចល្អនៅក្នុងសង្គមនៅក្នុងមជ្ឈដ្ឋានដែលបងប្អូនរស់នៅអញ្ចឹងតកូលឬក៏គ្រួសារដូចជាបងប្អូនរបស់យើងបាទអញ្ចឹងគាត់នឹងមានភាពគេថាមានមុខមានមាត់ទៅតាមយើងដែរបាទមានមុខមានមាត់ទៅតាមយើងដែរដោយសារតែយើងបានកសាងនៅគេឈ្មោះយើងបានកសាងនៅជីវភាពគ្រួសារយើងឲ្យបានលេចធ្លោហើយធ្វើជាគំរូល្អទៅដល់មជ្ឈដ្ឋានដែលយើងរស់នៅទៀតអញ្ចឹងបងប្អូនរបស់យើងដូចជាគ្រួសាររបស់យើងប្រកបជាមានមោទនភាពជាមួយយើងបាទនឹងមានកិត្តិយសទៅតាមយើងផងដែរ